សួស្តីបងប្អូនអរគ្នាថ្ងៃនេះដែរយើងមកបន្តមេរៀនពីរេយើងបន្តទៀតថ្ងៃមុនខ្ញុំបានប្រាប់អ្នកនរគ្នាហើយពីរបៀបចាក់ហ្នឹងពីរបៀបសារ៉េទៅលើ material កញ្ចក់ហ្នឹងហើយនឹង material ដែរថ្ងៃនេះយើងមកបន្តមេរៀនយើងទៀតគឺការសារ៉េ material ទៅលើប្រភេទជាថ្មម្ដងថ្ងៃនេះហ្នឹងហើយអរគ្នាយើងចូលទៅកាន់ model យើងដូចលើកមុនមកហ្នឹងហើយតើពេលយើងចូលមកកាន់ model យើងហើយ model យើងគឺយើងថ្ងៃមុនយើងបានសារ៉េទៅលើ material កញ្ចក់ហើយនឹង material ដែកហ្នឹងថ្ងៃនេះយើងមកចាក់ material ប្រភេទថ្មម្ដងនេះថ្មដែលខ្ញុំលេងខាងមុខវីឡានេះហ្នឹងហើយយើងបើកវីរេយើងមកហ្នឹងហើយឥឡូវយើងបើកវីរេយើងបានហើយហើយយើងចូលទៅឆក់ពណ៌វាមកនេះពណ៌លឿងនេះដែលខ្ញុំដាក់ពណ៌បញ្ឆោតវាដើម្បីឆក់យកពណ៌វាមកហ្នឹងចឹងបងប្អូនគ្នាវា slow ហ្នឹងឡើយនេះហើយយើងចូលលើកន្លែងនេះ view នេះដដែលហ្នឹងហើយចូលលើនេះ view ហ្នឹងហើយអាកន្លែងនេះ slot នេះកន្លែងយើងយក bitmap មកហើយយើងចូលទៅរកមក material ដែលខ្ញុំបានឲ្យទៅបងប្អូនអរគ្នាហ្នឹងយើងអាចចូលទៅរកមើលទៅក្នុង file ដែលខ្ញុំបាន copy ឲ្យទៅវានៅក្នុងហ្នឹងឯង material ទាំងអស់ដែលខ្ញុំបានដាក់ក្នុងហ្នឹងចូលឡើង teacher មកយើងយក material ហ្នឹងមកយើង select វាមកវាបាន material បែបហ្នឹងហើយតើវាបាន material បែបហ្នឹងហើយយើងទៅមើលដែលយើងចាក់សិននេះឃើញបងប្អូនអរគ្នាវាតូចវាខុសຂະຫນាតមានន័យថាវាខុសຂະຫນាតវាអត់ symmetry គ្នាជាមួយនឹងទំហំផ្ទះឯងវាទៅជាទូចមែនតើអញ្ចឹងមើលទៅវាអាក្រក់មើលខ្លាំងអញ្ចឹងបងប្អូនអរគ្នាអាចសារ៉េຂະຫນាតហ្នឹងបានដោយយើងគ្រាន់តែចូលមកខាងស្ដាំដៃនេះហើយយើងយកពាក្យថៃ edit មកហើយយើងឃើញខាងក្រោមនេះកន្លែង teacher នេះកន្លែង teacher នេះហ្នឹងហើយបងប្អូនអរគ្នាកន្លែង use teacher វាជាហើយយើងមើលកន្លែងខាងក្រោមនេះកន្លែងលេខនេះអាលេខ3ខ្ទង់នេះយើងអាចកែវាឲ្យធំមកឥឡូវខ្ញុំឧទាហរណ៍ខ្ញុំដាក់ 1000 សិនមើលវា 1000ឃើញថាវាល្មមហើយអញ្ចឹងអូខេយើង enter វាទៅចុច